ខ្ញុំនេះដោះស្រាយរឿងបរិយឲ្យលឿនហើយដោះបរិយសោស្រួលគ្នារឿងមួយទៀតអត្រាការប្រាក់ឥឡូវបងគិតមើលខ្លួនឯងទៅឥឡូវបើយើងដាក់អត្រាការប្រាក់ 12% គាត់តឹងតែចុះបើយើងសម្រួលមកព្រោះដោយសារយើងមាន access ទៅ global capital ក្នុងអត្រាការប្រាក់ទាបអញ្ចឹងតើយើងអាចសម្រួលមកក្នុងរបាក់ 7-8 ឲ្យគាត់អត់ព្រោះយើងត្រូវរៀនរស់ជាមួយគ្នាទាំងធនាគារទាំងអតិថិជនទាំងអ្នកខ្ចីនិងអ្នកត្រូវបានខ្ចីយើងត្រូវរស់មួយទៀតធ្វើម៉េចឲ្យអត្រាការប្រាក់ក្នុងកម្រិតមួយឲ្យគេដកដង្ហើមបានដែរអញ្ចឹងបើអ្នកអស់នឹងគាត់សល់លុយគាត់នឹងនាំពុនកូនគាត់ទៅហូបបាយគាត់ទៅលំហែគាត់ទៅទិញឡានអានឹងសេដ្ឋកិច្ចយើងវិលជុំសម្រាប់ខ្ញុំនេះគឺជាការរៀបចំផ្ទះសម្បែងការតាក់តែងសេដ្ឋកិច្ចរបស់យើងធ្វើម៉េចឲ្យលុយនឹងវាហូរយើងត្រូវដើរចេញពីគិតថាឲ្យខ្ចីលុយចំណេញខ្ញុំគិតថាឲ្យខ្ចីលុយចំណេញហើយរស់ទាំងអស់គ្នា